បាទជម្រាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះរៀបចំតម្លើងជាមួយនឹងប្រភេទ Ampli Box Bassett Transistor 24 គ្រាប់បងប្អូនណានេះគឺជាគ្រឿងបង្គុំនៃ Ampli Box Bassett Transistor 24 គ្រាប់ដំបូងគឺយើងចាប់ផ្ដើមរៀបចំរឹតជាមួយនឹងដុំភ្លើងបងប្អូនណានិយាយទៅដុំភ្លើងរបស់យើងគឺរឹតខ្លាំងមែនទែនបន្ទាប់ពីរឹតដុំភ្លើងហើយរៀបចំអីមកស្អាតហើយយើងចាប់ផ្ដើមរៀបចំគុំជាមួយនឹង board របស់វាចូលគឺ board transistor ឬ comment board របស់វាបងប្អូនអ្នកគ្នាបន្ទាប់ពីដាក់ main board ឲ្យចាប់ខ្ចៅចូលហើយគឺយើងចាប់កង់ដង់ចូលម្ដងបងប្អូនកង់ដង់សម្រាប់កង់ដង់នេះគឺមាននីតិផ្ទុកនិងផ្ទេរបើនេះតែពីភ្លើងចេញមកពីដុំភ្លើងគឺចូលជាមួយនឹងកង់ដង់គឺអ្នកបែងចែកភ្លើងសម្រាប់ទៅចិញ្ចឹម transistor ឬគឺត្រូវចិញ្ចឹមផ្នែកផ្សេងៗរបស់ ampli នឹងបងប្អូនយើងអ្នកគ្នាណាហ្នឹងហើយបងប្អូនអាសាវេរៀនល្ងាចដែរហើយបងប្អូនណាអញ្ចឹងតាក់ទងជាមួយនឹងការផ្គុំរបស់យើងនឹងគឺរៀងកាត់វីដេអូបន្តិចហើយបងប្អូនដោយសារតែពេលវេលាវាចេះតែខោចទៅបងប្អូនណាឥឡូវនេះយើងចាប់ផ្ដើមបន្ទាប់ពីចាប់កង់ដង់ចាប់អីចូលយើងចាប់ផ្ដើមដោតស្នាប់នីមួយចូលបងប្អូនណាដោតស្នាប់ពីកង់ដង់ចូលមកផ្គត់ផ្គង់ភ្លើងមកចូលចិញ្ចឹម transistor ចិញ្ចឹមផ្នែកផ្សេងៗរបស់ ampli បន្ទាប់ពីយើងដាក់ហើយយើងចាប់ផ្ដើមចាប់ខ្ចៅចាប់អីចូលឲ្យស្អាតបងប្អូនណារៀបចំខ្ចៅរៀបចំឲ្យស្អាតបន្ទាប់មកផ្នែកកាន់តែចុងក្រោយហើយបងប្អូនគឺយើងចាប់ផ្ដើមចាប់ជាមួយនឹង spray វាចូល spray នេះគឺមានន័យទីសម្រាប់គ្រប់គ្រងកម្រិតសំឡេងរបស់ ampli សម្រាប់គ្រប់គ្រងសំឡេងចូលសម្រាប់ឲ្យសំឡេងបុកតិចបុកខ្លាំងគឺមាននៅកន្លែងនឹងទាំងអស់បងប្អូនបន្ទាប់មកគឺយើងចាប់ផ្ដើមចាប់វាចូលម្ដងមួយបងប្អូនយើងទាំងអស់គ្នាណានេះដូចគឺបងប្អូនឃើញនៅក្នុងវីដេអូនឹងចឹងហ្នឹងហើយបងប្អូនអ្នកគ្នាបន្ទាប់ពីយើងចាប់អីប្រេចាប់ខ្ចៅប្រេចាប់អីហើយគឺយើងចាប់ផ្ដើមដាក់កង្ហាលចូលបងប្អូនណាកុំភ្លេចអសោះរឿងកង្ហាលរបស់វាគឺសំខាន់ណាស់បងប្អូនដោយសារអីគឺជាឧបករណ៍មួយសម្រាប់បក់ឲ្យត្រជាក់ជាមួយនឹង transistor របស់វាបងប្អូនបើមិនជាគ្មានកង្ហាលហ្នឹងទេគឺ ampli ពិបាកធ្វើការបងប្អូនណាឥឡូវនេះពេលដែលយើងចាប់ផ្ដើមចាប់គុំរួចចូលហើយមើលគ្រប់ជ្រុងគ្រប់ជ្រោយគឺយើងចាប់ផ្ដើមរូតខ្សែយើងប្រើខ្សែរូតបងប្អូនណាខ្សែរូតហ្នឹងគឺនីតិធ្វើឲ្យខ្សែភ្លើងមានរបៀបរៀបរយបងប្អូនណាយើងខ្សោបវាស្អាតចឹងមកណាបងប្អូនឃើញទេដូចនៅក្នុងវីដេអូអញ្ចឹងណាគឺខ្សោវាឲ្យស្អាតឲ្យស្អាតចឹងហើយប៉ុន្តែលើសពីហ្នឹងទៀតគឺយើងចាប់ផ្ដើមបាញ់កាវបញ្ចូលទៀតបងប្អូនកន្លែងស្នាប់ដែលយើងដោតមួយគឺយើងត្រូវបាញ់កាវបញ្ចូលទៀតដើម្បីការពារវារលុងនៅពេលដែលវាបុកអង្គើបុកអីចឹងទៅគឺវានឹងរលុងមកកាលណាយើងអត់មានកាវIt's